បាទជំរាបសួរបងប្អូនថ្ងៃនេះសូមបង្ហាញតិចតទៅជាមួយនឹងការប្រើប្រាស់ទូភ្ញាស់ប្រភេទឡើងស្នោណាតែខ្ញុំតែងតែប្រាប់បងប្អូនទៅដល់គឺគេកណាត់ខាងក្នុងទូនេះកុំប្រើអង្កាមណាព្រោះដោយសារតែវាញាស់ទៅវាទៅប្រឡាក់ទៅបាតក្រោមអញ្ចឹងឲ្យពិបាកសម្អាតមួយទៀតបើសិនប្រើកណាត់យើងអាចកសោបវាចេញបានដូរណាយកទៅដូរកណាត់ថ្មីឬបោកគក់យកមកដាក់ក៏បានដែរហើយមួយទៀតកូនមន់តែញាស់ស្ងួតរោមត្រូវតែដាច់ខាតយកចេញហើយកុំដាក់ចំណីដាក់ទឹកឲ្យវាស៊ីនៅខាងក្នុងហ្នឹងព្រោះទូទៅមិនទិញទៅទេប៉ុន្តែប្រើបានតែបន្តិចគឺទៅអញ្ចឹងហ្មងគឺដោយសារតែគាត់ដាក់ចំណីឲ្យកូនមន់វាស៊ីក្នុងហ្នឹងដល់ពេលតែវាធំលើសពីមួយអាទិត្យទៅវាចាប់ផ្ដើមចឹកស្នោអីនេះចឹកឃ្លីពីក្នុងទៅក្រៅមិនចឹកក្រៅមកក្នុងទេណាវាចឹកពីក្នុងទម្លាយទៅអញ្ចឹងគឺគាត់ដាក់កូនមន់អីនៅក្នុងធំពេកទូទៅតែមកស្ងួតរោមគឺយកចេញឲ្យអត់ទុកទេវាមានរឿងច្រើនវាធំទៅវាអាចស៊ីឡើងស្នោអញ្ចឹងហើយក៏វាអាចនៅក្នុងនោះវាអាចជួសនោមមកហ្នឹងអញ្ចឹងទៅវាធ្វើឲ្យពងមន់ឲ្យដាក់ក្រោយហ្នឹងគឺមានបញ្ហាអត្រាញាស់ធ្លាក់ចុះអញ្ចឹងគឺដាច់ខាតតែមកស្គួតរោមត្រូវតែយកចេញហើយត្រូវតែមានអនាម័យក្នុងទូតែយើងប្រើអត់អនាម័យបែបនេះអត្រាញាស់ដាក់បន្តគឺដឹងតែយ៉ាប់ហើយអញ្ចឹងមកអ្នកប្រើទូមួយចំនួនគាត់តែនិយាយថាទូញាស់បានតែដំបងទេហើយយកទៅដំបងទូស្អាតញាស់ហើយដាក់ញាស់សឹងទាំងអស់តែដល់ពេលគាត់ញាស់បានតែ2សា3សាគឺចាប់ផ្ដើមលែងញាស់គឺដោយសារតែអនាម័យគាត់អត់មានណាយើងសម័យមើលអមថាយើងទៅនៅក្នុងទូនឹងវិញពេលមកដំបងវាស្អាតយើងចូលទៅក្នុងហ្នឹងក៏យើងដកដង្ហើមឡើងធូរអត់មានធំអីទាំងអស់វាសុខភាពល្អតែដល់ពេលយើងដាក់បានមួយរយៈស្អាតអាចវាលំពេញទាំងអស់លំស្អុយងោងហើយនេះដោយសារគាត់ផ្ញើវាស្ងួតបើសិននៅសើមពីវិញគឺលំអ៊ូស្អុយងោងពេញហ្នឹងហ្មងអញ្ចឹងនៅពេលដែលយើងដាក់ពងមាត់ថ្មីទៅថាសួរថាពងមាត់ថ្មីនោះវាត្រូវការអីវាត្រូវការកម្ដៅត្រូវការអុកស៊ីហ្សែនត្រូវការសំណើមហើយចាំបើសិនតែយើងអុកស៊ីហ្សែនបែបហ្នឹងស្អុយងោងចឹងសួរថាវីរុសបានប៉ុន្មានវាបានតែត្រឹមតែកកំណើតតែខ្លះកកំណើតហើយងាប់ទៅវិញអស់ដោយសារអីដោយសារតែបរិស្ថានបែបហ្នឹងវានៅអត់បានទេអញ្ចឹងពេលបងប្អូនប្រើដាច់ខាតត្រូវតែមានអនាម័យប្រើតែមកស្ងួតរោមត្រូវយកចេញហើយកុំដាក់ទឹកដាក់ចំណីឲ្យវាស៊ីក្នុងហ្នឹងកូនមន់យើងឲ្យទឹកឲ្យចំណីនៅខាងក្រៅយើងយកមកស្អំនៅខាងក្រៅអត់ស្អំក្នុងទូភ្ញាស់ទេ